ទីបំផុតចំណងស្នេហ៍កូនកំលោះខ្មែរកូនក្រមុំវៀតណាមដ៏កក្រើកដើមឆ្នាំ2026ត្រូវបានឈានដល់ផ្លូវបំបែកហើយអស់លោកនាងនិងប្រិមិត្តជាទីមេត្រីមហាជនកំពុងតែផ្ទុះនៃការវែកញែកក៏ដូចជាភ្ញាក់ផ្អើលពេញបណ្ដាញសង្គមគណៈពេលដែលគូស្នេហ៍ខ្មែរវៀតណាមដ៏ល្បីល្បាញធ្លាប់ធ្វើឲ្យកក្រើកដើមឆ្នាំ2026ពេលនេះបានសម្រេចចិត្តចែកផ្លូវគ្នាហើយក្រោយការរួមរស់ជាមួយគ្នាបាន3ខែនៅក្នុងនោះផងដែរតាមរយៈការបញ្ជាក់ពីគណនី Facebook ខាងកូនក្រមុំដែលមានឈ្មោះថា Lavin Thien ដែលជាជនជាតិវៀតណាមដែលបានធ្វើការ live ផ្ទាល់មានអ្នកចូលមើលយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជម្រះមន្ទិលសង្ស័យនិងបញ្ជាក់ពីស្ថានភាពប្រែប្រួលចំណងស្នេហ៍នៃអាពាហ៍ពិពាហ៍របស់នាងនៅក្នុងការ live នោះនាងបានបង្ហើបថាការដែលពួកគេមិនអាចរួមរស់បន្តជាមួយគ្នាទៀតបានគឺដោយសារតែខុសគ្នានៃទស្សនៈភាសានិងវប្បធម៌ទោះបីជាធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែមយ៉ាងណាក៏ដោយក៏ឧបសគ្គនៃការប្រស្រ័យទាក់ទងបានធ្វើឲ្យពួកគេសម្រេចចិត្តដើរផ្លូវរៀងខ្លួនផ្ទុយពីការបំភ្លឺរបស់នាង Lavin Thien មហាជនខ្មែរជាច្រើនដែលធ្លាប់តែគាំទ្របានសម្ដែងនៃការហួសចិត្តព្រោះមិននឹកស្មានថាចំណងស្នេហាដែលមើលទៅរឹងមាំបំផុតក្នុងពិធីរៀបការយ៉ាងកក្រឹកកក្រែងនៅវៀតណាមទាំងនៅកម្ពុជានឹងបានបង្ហាញពីការទទួលចំណងដៃជាប្រាក់រាប់សិបលានដុល្លារគឺលុយទាំងបាច់ត្រូវបានលើកបង្ហាញនឹងការប្រកួតឲ្យគូស្វាមីភរិយានេះដ៏ច្រើនសម្បើមបែរជាពេលនេះមានអាយុកាលនៃអាពាហ៍ពិពាហ៍ខ្លីយ៉ាងនេះទៅវិញនាង Lavin Thien ដែលបានរៀបការជាមួយស្វាមីជនជាតិខ្មែរកម្ពុជាពិតជាបានបញ្ជាក់ពីការបែកគ្នាពិតប្រាកដមែនដោយនាងបានផ្សាយផ្ទាល់ដើម្បីប្រកាសថានាងនិងប្តីបានព្រមព្រៀងលែងលះបន្ទាប់ពីរៀបការបាន3ខែដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នានាងក៏បាននិយាយផងដែរថានាងបានប្រគល់គ្រឿងអលង្ការមាសនិងអំណោយអាពាហ៍ពិពាហ៍ទាំងអស់ពីគ្រួសារកូនកំលោះទៅឲ្យគាត់វិញដើម្បីឲ្យគាត់អាចយកត្រឡប់ទៅប្រទេសកម្ពុជាវិញនាងបានបញ្ជាក់បន្ថែមទៀតថាការបែកគ្នានេះត្រូវបានយល់ព្រមដោយគ្រួសារទាំងពីរហើយមិនមានចំនួនឆ្លោះប្រកែកគ្នាឬការចាក់ចេញដោយឯងមកកម្ពុជាដោយពាក្យចចាមអារាមនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមនោះទេនេះជាសេចក្តីសង្ខេបនៃការផ្សាយផ្ទាល់របស់នាង Lavin Thien និងលោក An Hong Hua អ្នកទាំងពីរបានបញ្ជាក់ថាពួកគេបានចែកផ្លូវគ្នាដោយសន្តិវិធីដោយសារតែភាពខុសគ្នានៃភាសាវប្បធម៌របៀបរស់នៅនិងទស្សនៈក្នុងជីវិតនិងការងារគ្រួសារអ្នកទាំងពីរបានដឹងនិងយល់ស្របទៅតាមការសម្រេចចិត្តនេះតាមច្បាប់នៅវៀតណាមដោយសារតែពួកគេមិនបានរៀបការស្របច្បាប់គឺមានន័យថាកូនកំលោះមិនទាន់គ្រប់អាយុការបែកគ្នាគឺដោយសន្តិវិធីនិងគ្មានកាតព្វកិច្ចផ្លូវច្បាប់ទេប្រាក់បណ្ដាការមាសនិងអំណោយទាំងអស់ពីគ្រួសារកូនកំលោះត្រូវបានប្រគល់ជូននឹងនាំមកកម្ពុជាវិញប្រាក់ដុល្លារអាមេរិកនៅក្នុងពិធីមង្គលការជាកម្មសិទ្ធិរបស់គ្រួសារកូនកកំលោះហើយកូនក្រមុំមិនបានទទួលការទូទាត់ដាច់ដោយឡែកណាមួយឡើយតាមព័ត៌មាន Page Hanoi 24ម៉ោងបានដឹងថាឪពុករបស់នាង Lavin Thien ថែមទាំងបាននាំអតីតកូនប្រសារឈ្មោះ An Long Hua មកកាន់ច្រកព្រំដែនដោយផ្ទាល់ដោយមានទាំងទឹកភ្នែកហូរស្រក់ប៉ុន្តែនៅតែរក្សាអាកប្បកិរិយាយកចិត្តទុកដាក់និងសប្បុរសចំពោះអតីតកូនប្រសារដដែលសូមបញ្ជាក់ថាពិធីមង្គលការដ៏កក្រើកនេះបានធ្វើនៅថ្ងៃទី29មករាឆ្នាំ2026រវាងកូនប្រុសជាកូនថៅកែចំការស្វាយចន្ទីនិងដំឡូងមីនៅស្រុកខ្មែរនិងកូនស្រីជាថៅកែស្វាយចន្ទីនៅប្រទេសវៀតណាមកូនប្រុសឈ្មោះ An Long Hua និងកូនស្រីជាជនជាតិវៀតណាមដែលមានឈ្មោះ Lavin Thien ពួកគេបានរៀបមង្គលការនៅវៀតណាមតាមប្រពៃណីវៀតណាមផងនិងនៅកម្ពុជាតាមប្រពៃណីផងដែលបានទាក់ទាញអ្នកលេងបណ្ដាញសង្គមរាប់លានអ្នកចូលមើលទាំងខ្មែរនិងវៀតណាមដោយសារតែឃើញចំណងដៃជាលុយដុល្លារទាំងដុំនិងមានមាសពេជ្រពាក់ស្រោចខ្លួន